ตัวเราพยายามแต่ตัวเต้าคือไงจะเอาอย่าตัวรอคือบอกปี๊บ โชว์เอ้ยถ้าโดยซอถ้าโดยเตรียมตัวไว้ขึ้นนี่ได้เลยโชว์con địch lao lên tập lẻ rồi đi anh ấy cho hiền đó hả chuyển lên đó ồ anh nó hào ta pua sờ cá cha anh nó ngặt bán đấy nè nuôi anh không mới sao anh nó chợ mà po slap cru sudah sudah pedal ya bán đấy sudah bicara ồ bán này
ភេទពស់នេះគេហៅថាពស់ដែលសាំងបំផុត slow ទេហើយកាលណាតែវាដេកនៅកន្លែងណាភាគច្រើននៅតំបន់នោះវាមានរបស់វាសម្រាប់បរិភោគចឹងហើយសត្វពស់ព្រៃនេះជាទូទៅវាដេកនៅក្បែរដើមឈើឬក៏មេឃព្រៃណាដែលវាអាចងាយស្រួលក្នុងការចុះនិងឡើងហើយបើសិនជាយើងឃើញវាដេកចេះទីមួយយើងកុំរំខានវាទីពីរយើងឲ្យវាដេកឲ្យយូរទៅវានឹងអាចคล้ายទៅជាមេពស់បាទអ្នកខ្លះគេអាចថាយកវាទៅធ្វើម្ហូបប៉ុន្តែបើសិនជាយើងស្រឡាញ់សត្វព្រៃយើងគុំសម្លាប់វាបាទយើងឲ្យវារស់នៅបែបធម្មជាតិដោយសារតែពស់នេះគឺ slow មែនទែនមូលហេតុដែលពស់ slow ដោយសារតែវាមិនដែលចឹកឬក៏ធ្វើឲ្យមនុស្សយើងមានបញ្ហាទេសំខាន់គឺវាជួយសម្លាប់ពពួកកដោដែលតែងតែបំផ្លាញដំណាំកសិកម្មចឹងហើយពស់នេះបើសិនជាយើងឃើញនៅកន្លែងណាក៏ដោយតូចប៉ុណ្ណេះឬក៏ធំក៏ដោយបើសិនយើងអាចរក្សាជីវិតសត្វព្រៃបានយើងគួរតែរក្សាវាណាកុំព្យាយាមក្នុងការសម្លាប់ឬក៏ធ្វើឲ្យវាពាយឬក៏ធ្វើឲ្យវាផ្អើលរត់ទៅកន្លែងណាតំបន់ណាដែលមិនមានសុវត្ថិភាពអូខេអរគុណសម្រាប់ការទស្សនាវីដេអូនេះបាទខ្ញុំបញ្ចប់តែប៉ុណ្្នឹងហើយនេះគឺជាពស់ព្រៃបងប្អូនដែលមិនដែលស្គាល់ពស់ព្រៃអាចមើលនៅក្នុងវីដេអូនេះបានបាទពស់ព្រៃបញ្ជាក់បន្តិចបាទពស់គឺជាប្រភេទសត្វមួយយ៉ាងដែលបកកែប្រើល្បិចបើយើងនិយាយចំទៅតាមឯកសារក៏ដូចជាតាមរឿងនិទានពស់គឺជាសត្វដែលបកកែប្រើល្បិចឬក៏បកកែបោកឆោតពស់ប៉ុន្តែមិនមែនពស់ទាំងអស់នោះសុទ្ធតែប្រើល្បិចដើម្បីធ្វើឲ្យមានបញ្ហាទេតែអ្វីដែលខ្ញុំនិយាយនេះគឺតកតងនៅក្នុងរឿងនិទានទេណាបាទរឿងនិទានទេបាទនេះភ្នែករបស់វាហើយក្បាលវាកំពុងតែអើតលើមកបាទហើយយប់អញ្ចេះវាអត់បញ្ចេញអណ្ដាតទេតែបើពេលថ្ងៃបាទបើសិនបើយើងឃើញវាគឺបាទវាបញ្ចេញអណ្ដាតដើម្បីបង្ហាញឲ្យសត្រូវជុំវិញខ្លួនវានឹងខ្លាចឬក៏រត់ចេញអញ្ចឹងណាបាទអូខេអរគុណសម្រាប់ការទស្សនាវីដេអូនេះសាច់ជាថ្មីបាទជួបគ្នានៅវីដេអូក្រោយទៀត